Hello ស្ដីអរគ្នាស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់ Admin នៅក្នុងរឿងកិច្ចសន្យាពិសេសនៃការរៀបការរបស់ Admin នៅក្នុងភាគ2តែមុនចុះសាច់រឿងរបស់យើងអ្នកទាំងអស់គ្នាក៏កុំភ្លេចចុច Like Subscribe ហើយចុចសញ្ញាកណ្ដឹងផងជាពិសេស comment ម្នាក់មួយមកដើម្បី Admin ដឹងថាអ្នកណាខ្លះកំពុងតែមើលរឿងនេះតពីភាគមុន Iris ដែលជាសិស្សច្បងកំពុងតែបង្រៀនសិស្សប្អូនឲ្យរៀនមើលពីថ្មវេទមន្តដែលសិស្សប្អូនទី1ឈ្មោះថា Sally ហើយម្នាក់ទៀតឈ្មោះថា Rudy នៅពេលដែលពួកគេកំពុងតែរៀនអំពីថ្មវេទមន្តជាមួយនឹង Ari នោះ Ari ក៏បានសំឡងទៅកាន់ម៉ោងហើយពេលនេះម៉ោងគឺម៉ោង4:75ហើយពេលដែលឃើញបែបហ្នឹងអារីហ្នឹងក៏និយាយថាឥឡូវហ្នឹងគឺសិស្សច្បងមានការដែលត្រូវទៅក្រៅហើយអញ្ចឹងពួកឯងនាំគ្នារៀនសិនទៅនៅពេលដែលឃើញអារីបញ្ញាប់បញ្ញាបែបហ្នឹងពួកគេក៏ឆ្ងល់ថាតើសិស្សច្បងរបស់ពួកគេហ្នឹងបញ្ញាប់ទៅណាឬមួយក៏សិស្សច្បងរបស់ពួកគេហ្នឹងបញ្ញាប់ទៅដេតគ្នាទេដឹងហើយដូចជាអ្វីដែលពួកគេគិតអញ្ចឹងពេលនេះអារីរបស់យើងក៏ឲ្យទៅសិស្សហ្នឹងប្រហោះសេះដើម្បីបញ្ញាប់បញ្ញាទៅដល់ហាងកាហ្វេនោះគ្រាន់មកដល់មុខហាងកាហ្វេភ្លាមអារីគឺសប្បាយចិត្តមែនតើហើយក៏ចង់ចូលហើយអ្នកបម្រើរបស់នាងក៏ចាប់នាងជាប់ហើយក៏និយាយថាអ្នកនាងក៏តែទៅធ្វើសក់ហើយនឹងរៀបចំកៅអៅឲ្យស្អាតបាតសិនចាំទៅជួបគ្នាហើយអារីក៏និយាយថាមិនចាំឯងរៀបចំពេកទេហើយឯងនៅចាំខាងក្រៅហ្នឹងឯងទុកឲ្យយើងទៅខាងក្នុងអត់ទេអ្នកនាងកុំតន់អាចទៅងាប់អើយសក់ក្បាលញ៉ៃញ៉ៃដូចកត្រឹងចឹងហើយទៅដេតគ្នាមិនកាច់ហើយអារីក៏ដាក់សំដៅមកកាន់តុហើយក៏និយាយថាសួស្ដីលោក Vandermeer ហើយលោក Vandermeer ក៏ឆ្លើយទៅវិញថាអ្នកនាងហូកូអ្នកនាងមកណាត់ជួបឡែតហើយអារីក៏និយាយថាស្អីគេឡែត10នាទីសោះហ្នឹងហើយចុះលោកមុនពេលដែលខ្ញុំណាត់ជួបលោកឯងមកឡែតដូចគ្នាទៅ have go have back bro ហើយអារីក៏បានគិតក្នុងចិត្តថាជ្រិញធ្វើឯងពាក់ខោអាវធ្វើការមកកន្លែងហាងកាហ្វេអីណាចង់អួតគេមែនហ្នឹងតែកុំភ្លេចមើលខ្លួនឯងក៏ពាក់ខោអាវរៀនគ្រូសិលមកដែរនៅពេលដែលឃើញអារីសម្លងមកគាត់ច្រើនពេកលោក Vandermeer ក៏និយាយថានៅមើលខ្ញុំដល់អង្កាលទៀតអង្កាលកំងអីផឹកគេដឹងហើយ bro មិនចាំបាច់ប្រាប់ទេពេលដែលកំងអីផឹករួចរាល់អារីណាក៏និយាយទៅកាន់លោក Vandermeer ថាក្រៃលោកមិនត្រូវការខ្ញុំនោះអីហើយឥឡូវមិនត្រូវការខ្ញុំហើយមែនហើយលោក Vandermeer និយាយទាំងស្រទន់ថាត្រូវហើយឥឡូវហ្នឹងគឺខ្ញុំត្រូវការអ្នកនាងហូកូណាអញ្ចឹងពួកយើងរួមដៃគ្នាទៅតើល្អអត់ហើយក្នុងរឿងនេះតើនាងចង់បានអ្វីគេដែរអំពីការរៀបការនេះពេលឮលោក Vandermeer និយាយបែបហ្នឹងអារីរបស់យើងក៏សៀរៀសទៅវិញថាអ្វីដែលខ្ញុំចង់បាននោះគឺមានពីរយ៉ាងទី1ខ្ញុំមិនចង់ឲ្យបងរបស់ខ្ញុំរៀបការចូលក្នុងគ្រួសារ Vandermeer ទេហើយទី2ពេលរៀបការហើយនឹងចាប់អ្វីគ្រប់យ៉ាងខ្ញុំនិងលោកនឹងត្រូវលែងលះគ្នាហើយលោក Vandermeer ក៏និយាយវិញថាអ្វីដែលខ្ញុំចង់បាននោះគឺមានតែប៉ុន្មានយ៉ាងតែប៉ុណ្ណោះទី1គឺមិនត្រូវមានកូនក្នុងកំឡុងពេលដែលត្រូវរៀបការហើយទី2គឺមិនត្រូវប៉ះរាងកាយគ្នាទេបើសិនមិនចាំបាច់ព្រោះថាការរៀបការនេះពួកយើងនឹងទទួលបានផលប្រយោជន៍រៀងខ្លួនអញ្ចឹងហើយពួកយើងមិនត្រូវលាក់អាត់កំបាំងគ្នាទៅវិញទៅមកទេហើយពួកយើងនឹងត្រូវលែងលះគ្នាភ្លាមបន្ទាប់ពីពួកយើងទទួលបានផលប្រយោជន៍ដែលពួកយើងចង់បានហើយអារីក៏និយាយថាបានខ្ញុំយល់ព្រមអញ្ចឹងពួកយើងត្រូវធ្វើកិច្ចសន្យាមុនពេលរៀបការឲ្យហើយលោក Vandermeer ក៏យល់ព្រមតាមនឹងហើយអារីក៏និយាយបន្តទៀតថាពេលនេះអ្វីដែលយើងត្រូវធ្វើគឺត្រូវបង្ហាញក្តីស្រឡាញ់របស់ពួកយើងទៅប្រាប់គ្រួសារទាំងសងខាងឥឡូវនេះខ្ញុំបានប្រាប់គ្រួសាររបស់ខ្ញុំហើយថាខ្ញុំនឹងរៀបការជាមួយលោកហើយបន្ទាប់មកលោក Vandermeer ក៏និយាយថាសម្រាប់គ្រួសាររបស់ខ្ញុំវិញគឺរៀងពិបាកតិចហើយដោយសារតែពួកគេចង់ឲ្យបងប្រុសរបស់ខ្ញុំជាអ្នកស្នងតំណែងបន្ទាប់ហើយបន្ទាប់មកគាត់ក៏ប្រាប់ថាបងប្រុសរបស់គាត់ហ្នឹងហើយនឹងគាត់គឺជាម្ដាយទីតីឪពុកតែមួយហើយអារីក៏និយាយថាគាត់មានគំនិតមួយដែលពួកគេនឹងបង្ហាញក្តីស្រឡាញ់ពួកយើងទៅកាន់មនុស្សជាច្រើនអ្នកដូច្នេះហើយពួកគេនឹងមិនអាចជំទាស់ពួកយើងបានឡើយហើយការបង្ហាញក្តីស្រឡាញ់នោះធ្វើឡើងនៅកន្លែងវិមាន party មួយដែលគ្រប់គ្រងដោយព្រះអម្ចាស់ហើយបន្ទាប់មក Vandermeer នឹងក៏គាំងហើយក៏សួរថាតើធ្វើនៅនឹងមែនហើយអារីរបស់យើងក៏ធ្វើមុខឆ្ងល់ថាតើខួរក្បាលលោកឯងនឹងដើរយឺតមែនគ្រាន់ប៉ុណ្ណឹងសោះគិតមិនយល់ដែរមិនមែនខ្ញុំគិតមិនយល់ទេតែនាងតែរញ៉េនៅកន្លែងខ្សែរាជវង្សប្រយ័ត្នគេចាប់ដាក់ទោសណាហើយបន្ទាប់មកអារីរបស់យើងក៏និយាយទាំងជឿជាក់ថាមិនភ័យទេព្រោះខ្ញុំមានមិត្តភ័ក្តិហើយមិត្តភ័ក្តិរបស់ខ្ញុំគឺជាខ្សែស្រឡាយស្ដាច់ហើយចែនេះក៏ខ្នងក្រាស់ម្ល៉េះមានមិត្តភ័ក្តិលង្កូនស្ដាច់ទៀតនៅពេលនិយាយចាប់សពគ្រប់អស់ហើយពួកគេក៏លាគ្នាដើម្បីចាក់ចាញ់មុននឹងលាគ្នានោះអារីរបស់យើងក៏លូកដៃដើម្បីទៅចាប់ដើម្បីពួកយើងនឹងសហការរីករាយក៏ប៉ុន្តែក៏ត្រូវ Vandermeer នឹងនិយាយថាតើខួរក្បាលរបស់នាងនឹងដើរស្ពឹកមែនគេនិយាយហើយថាมันអាចប៉ះពាល់គ្នាបានទេហើយគ្រាន់តែលឺហើយគឺនឹកឃើញដល់ការដែលអារីរបស់យើងធ្លាប់ deal Vandermeer កាលពីជួបគ្នាដំបូងថា Vandermeer នឹងខួរក្បាលអន់
ឥឡូវគេដៀលវិញមានណាខំចាស់ដុំបណ្ដោយតាមចិត្តយើងចង់ទៅដាក់ក្បាលគេទេហើយលោក Vandermeer ក៏ដើរចាក់ចេញទៅប្រុចគ្មាននិយាយអីមួយម៉ាត់ចំណែកឯអ្នកបម្រើវិញនៅពេលដែលបែរទៅឃើញម្ចាស់របស់ខ្លួនអារីចេញមកគឺដូចអារីនឹងកំពុងតែបៀមភ្លើងម្ដុំនៅក្នុងខ្លួនអញ្ចឹងគឺខឹងខ្លាំងមែនតើចង់ទៅដាក់ក្បាលរបស់ Vandermeer ទេអារីក៏និយាយថាពេលនេះខ្ញុំត្រូវបញ្ចេញកំហឹងបើមិនចឹងទេនឹងផ្ទុះបែកខួរជាមិនខានទេតោះឯងឆាប់ឡើងរទេះសេះទៅហើយលោកពូក៏ចឹងដែរឆាប់ចូលរទេះសេះទុកខ្ញុំបរទេះសេះខ្លួនឯងបន្ទាប់មកអារីរបស់យើងក៏ចាប់ដើមបរទេះសេះបង្ហោះពេញទីក្រុងម្ដងទៀតដោយនៅក្នុងរទេះសេះនោះអ្នកបម្រើរបស់នាងគឺបាសសក់អស់ហើយអារីក៏បានស្រែកតាមផ្លូវថាយើងនឹងសងសឹកឯងវិញអាលោក Vandermeer ចង្រៃហើយស្អែកឡើងកាលណាជួបនៅកន្លែង party នោះក៏បានមកដល់ពេលនេះអារីរបស់យើងក៏កំពុងតែរៀបចំសក់និងសម្លៀកបំពាក់ដើម្បីចូលរួម party ហើយបងស្រីក៏និយាយថាអារីគឺមិនគួរទៅ party នៅកន្លែងនោះទេព្រោះវាជាកន្លែងរបស់ខ្សែរាជវង្សហើយបន្ទាប់មកអារីក៏និយាយអួតថាមិនបាច់ភ័យទេដោយសារតែគេម្នាក់នោះគឺជាមិត្តភក្តិរបស់ខ្ញុំបន្ទាប់មកបងស្រីក៏បន្តនិយាយថាហើយនៅមានរឿងមួយទៀតគឺថាឯងដឹងទេថាស្រីនៅក្នុងទីក្រុងនេះគឺសិតតាស្រឡាញ់លោកម្ចាស់ Vandermeer ទាំងអស់ហើយពួកនាងនឹងសម្លឹងមកឯងស៊ីសាច់ខុតឈាមជាមិនខានទេនៅពេលដែលឯងនាំគ្នាទៅប្រកាសការរៀបការនៅទីនោះអូយបងស្រីដូចចាក់បញ្ចូលសោះនេះខ្ញុំខ្វល់ទេហើយបងស្រីក៏និយាយថាហើយអ្វីបានជាឯងហ្នឹងធ្វើដូចជាមិនដឹងមិនលឺបែបហ្នឹងដឹងនៅអារីបើសិនមានរឿងអីឯងត្រូវតែស្ដាប់បងហើយអារីក៏និយាយថាយល់ព្រមនៅក្នុងរឿងនេះហើយពួកគេក៏មកដល់កន្លែង party ដូចគ្នាដែរហើយថ្ងៃនេះអារីរបស់យើងគឺបានស្ពាក់ឈុតរ៉ូបក្រហមទៅអារីរបស់យើងគឺស៊ីដាច់គេក្នុងកម្មវិធីនេះហើយដែលតាស្រីស្អាតគឺតែងតែមានអ្នកចំណែនឈ្នានីសហើយក៏មានអ្នកចំណែនឈ្នានីសមែនដែលនិយាយដើមអារីរបស់យើងពីក្រោយខ្នងថាណែ friend ហើយមើលនោះលោកគឺជាកូនស្រីក្នុងគ្រួសារ Hugo មែនហើយគ្រួសារហ្នឹងក៏ច្រកអន់ម៉េះមកតបងទាំងប្អូនមករកប្តីនៅនឹងមែនហ្នឹងហើយគ្រាន់តែលឺហើយអារីរបស់យើងនេះគឺអត់មានបានខឹងអីមកបៀកទេគឺអារីសើចដូចមនុស្សឈួតអញ្ចឹងដោយសារតែនាងហ្នឹងឯងចង់ឲ្យគេស្គាល់នាងទាំងអស់និយាយយើងឲ្យច្រើនមកយើងចង់ឲ្យឯងហ្នឹងនាំគ្នានិយាយយើងទៅយើងឆាប់ល្បីដើម្បីយើងប្រកាសការរៀបការហ្នឹងដើម្បីវាមានប្រសិទ្ធភាពពេលដែលកំពុងសប្បាយចិត្តហ្នឹងបងស្រីរបស់អារីក៏និយាយថាអារីឯងមើលទៅនោះមើលអីគេហើយពេលសម្លឹងមើលទៅគឺឃើញលោក Vandermeer ហ្នឹងឡើងសង្ហាហើយក៏ដើរមកកាន់អារីដែលធ្វើឲ្យពួកគេស្រីនៅកន្លែងហ្នឹងនាំគ្នាហូរសប្បាយមែនតើតែពេលដើរមកដល់ចិត្តអារីរបស់យើងក៏មួយសម្លឹងអារីរបស់យើងនេះស៊ីសាច់ខុតឈាមដោយសារតែអារីហ្នឹងកំពុងតែលបលួចចង់ទៅដើមក្រាស់របស់ពួកគេហើយម្ចាស់នៅគ្រួសារ Hugo ហ្នឹងមកទៅដើមក្រាស់យើងមែនហ្នឹងហើយលោកម្ចាស់ Vandermeer ដើរទៅដល់ក៏និយាយទៅកាន់អារីថាសួស្ដីអ្នកនាងអារីគ្រួសារ Hugo ហើយអារីរបស់យើងក៏និយាយតបទៅវិញដែលធ្វើឲ្យពួកគេនាំគ្នាស្រែកនេះតើពួកគេលួចតាក់តងគ្នាមែននៅពេលដែលពួកគេកំពុងតែមើលជុំវិញនឹងស្រាប់តែអារីរបស់យើងណាក៏ចាប់ដើមមានគំនិតសងសឹកមួយហើយក៏និយាយទៅកាន់លោកម្ចាស់តើលោក Vandermeer មានកិត្តិយសអាចសុំខ្ញុំឡើងរំបានអត់ហើយក៏ឈោកដែរទៅហើយពេលនោះមនុស្សជុំវិញនោះក៏ចាប់ដើមមើលប្រងព្រាតពេញហ្នឹងហើយពេលដែលឃើញបែបហ្នឹងគឺលោកម្ចាស់ Vandermeer គឺមិនអាចបដិសេធបានទេរួចហើយលោកម្ចាស់ Vandermeer ក៏នឹកឃើញការគ្រាដែលគាត់ហ្នឹងដៀលអារីរបស់យើងថាក្បាលនាងអន់មែននៅក្នុងកិច្ចសន្យាទី2គេនិយាយថាមិនឲ្យប៉ះពាល់គ្នាទេមិនដែរប្រូបើខ្លាំងបដិសេធខ្ញុំមកនៅពេលដែលមនុស្សជុំវិញចាប់ផ្ដើមសម្លឹងមើលពួកគេបែបហ្នឹងលោកម្ចាស់ Vandermeer ហ្នឹងក៏សម្រេចចិត្តថាកាន់ដៃអារីរបស់យើងហើយក៏និយាយថាអ្នកនាងអារីតើអ្នកនាងអារី Hugoចង់រំជាមួយនឹងខ្ញុំទេហើយអារីរបស់យើងក៏និយាយទៅវិញថាបានហើយពួកគេក៏សម្លឹងមើលគ្នាហាក់បីដូចជាគូស្នេហ៍ស្រឡាញ់គ្នាអញ្ចឹងហើយបងស្រីហើយអ្នកនៅជុំវិញហ្នឹងគឺគិតថាពួកគេពិតជាស្រឡាញ់គ្នាស្វិតខ្លាំងណាស់ពួកគេដើរចេញទៅក៏និយាយថាមួយនេះសម្ដែងជ្រុលពេកតែដឹងខ្ញុំឡើងចង់ចេញក្អួតហើយខ្ញុំក៏ចង់ចេញក្អួតដែរហើយពួកគេក៏ចាប់ដើមរំហើយលោក Vandermeer ក៏សួរថាតើពួកគេចាប់ដើមប្រកាសការរៀបការនៅពេលណាហើយអារីក៏និយាយថាពេលរំចប់គាត់នឹងឡើងទៅប្រកាសនៅលើវេទិកាហើយអញ្ចឹងហើយមិនភ័យទេប្រូហើយលោក Vandermeer ក៏ថាអូខេឆាប់ហើយលឿនទៅហើយបន្ទាប់មកក៏ចាប់ដើមចប់ការរំពួកគេក៏នាំគ្នាប្រកាសថានឹងមានអ្វីចង់និយាយ
ហើយបន្ទាប់មកអារីរបស់យើងគឺមានទុកចាំស្អែកទេក៏និយាយថាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងចង់ប្រកាសគឺថាខ្ញុំចិត្តរៀបការហើយកូនកំឡោះរបស់ខ្ញុំគឺលោក Vandermeer នេះឯងស្អីគេពួកគេរៀបការហើយអារីក៏បន្តនិយាយថាអ្នកទាំងអស់គ្នាកុំភ្លេចមកស៊ីការខ្ញុំផងហើយចង់ដៃឲ្យច្រើនមកហើយបរិសសក់ពណ៌លឿងម្នាក់ក៏សម្រុករត់មកហើយក៏សួរថាតើមានរឿងអ្វីនឹងអារីតើនាងកំពុងតែនិយាយអីតើនាងនឹងរៀបការមែនទេហើយបរិសម្នាក់នេះហើយគឺជាព្រះអង្គម្ចាស់គាត់មានឈ្មោះថា Derek ហើយសាច់រឿងក៏បកត្រឡប់ទៅវិញនៅពេលដែលពួកគេបានជួបគ្នាលើកដំបូងពេលនោះលោក Derek ហ្នឹងគឺគាត់បានវង្វេងនៅក្នុងសាលាវេទមន្តហើយក៏បានសួរទៅកាន់នារីសក់ពណ៌ស្វាយម្នាក់ថាអ្នកនាងតើអាគារកន្លែងវេទមន្តហ្នឹងគឺនៅកន្លែងណាដែរហើយនារីម្នាក់នោះក៏ច្អល់ថានៅនោះហើយអេរិករបស់យើងណាក៏បានលោតស្រឡាញ់អារីនៅពេលនោះតាមម្ដងទៀតពេលដែលឃើញក្រាស់ការពីក្មេងរបស់ខ្លួនប្រកាសថានឹងរៀបការបែបហ្នឹងធ្វើឲ្យដេរិករបស់យើងណាមិនសុខចិត្តហើយក៏រត់ទៅសួរអារីរបស់យើងថាតើអារីហ្នឹងនឹងរៀបការជាមួយនឹងបុរសម្នាក់ហ្នឹងមែននៅពេលដែលឃើញមនុស្សមើលជុំវិញនឹងច្រើនពេកបែបហ្នឹងអារីរបស់យើងណាក៏និយាយថាDerek ពួកយើងក៏តែរកកន្លែងដែលនិយាយគ្នាស្ងាត់ទៅតើល្អអត់ដើម្បីកុំឲ្យពួកគេណាសម្លឹងមកកាន់ Eric ហ្នឹងដូចជាមនុស្សចម្លែកហើយពួកគេក៏និយាយគ្នានៅកន្លែងប៉មស្ងាត់តែពីរនាក់ពេលនោះ Eric ក៏សួរថាតើហេតុអ្វីបានជានាងណារៀបការជាមួយនឹង Vandermeer ហើយតើមានបញ្ហាអីមែនឲ្យគាត់ជួយបានអត់អារីរបស់យើងក៏និយាយថាគឺគ្មានការបង្ខិតបង្ខំអ្វីឬក៏មានរឿងអីទេដែលសារតែគាត់ណាស្ម័គ្រចិត្តរៀបការតែប៉ុណ្ណឹងហើយ Eric ក៏និយាយថាតើនាងភ្លេចសន្យាកាលពីក្មេងរបស់ពួកយើងហើយមែនទេពួកយើងធ្លាប់សន្យាជាមួយនឹងគ្នាថាពេលដែលធំឡើងនោះនាងនឹងព្រមរៀបការជាមួយនឹងខ្ញុំហើយពេលនោះនាងក៏ឆ្លើយថាយកព្រមផងដែរអារីតើធំឡើងពួកយើងរៀបការជាមួយនឹងគ្នាបានអត់ក៏ជាបានហើយនៅពេលដែលត្រឡប់មកវិញអារីរបស់យើងក៏និយាយថាហើយអ្វីបានជាលោកនៅចាំរឿងនឹងទៀតរឿងនឹងយូរហើយតើហើយការហ្នឹងខ្ញុំនិយាយលេងទេហើយអ្វីបានជាទុកជាការពិតអញ្ចឹងហើយ Derek ក៏និយាយថាហើយអ្វីបានជានាងនៅចង់រៀបការជាមួយនឹងគេក្រែងនាងថាមិនរៀបការនោះអីហើយ Eric ក៏និយាយថាដោយសារតែលោក Vandermeer ហ្នឹងបានផ្លាស់ប្ដូរគំនិតរបស់នាងដូច្នេះហើយគាត់គឺត្រូវតែរៀបការហើយអញ្ចឹងសូមឲ្យ Derek ហ្នឹងជួយគោរពការសម្រេចចិត្តរបស់គាត់ផងហើយ Derek ក៏និយាយថាឲ្យខ្ញុំគោរពការសម្រេចចិត្តរបស់នាងហើយក៏ចាក់ចែងទៅទាំងឈឺចាប់ផ្លោយផ្សាដោយសារតែក្រាស់រៀបការចោលខ្លួនចំណែក Irie របស់យើងគឺគ្មានដឹងខ្យល់អីទេថា Derek ណាស្រឡាញ់ខ្លួនឯងតាំងពីក្មេងមកហើយបន្ទាប់មកក៏មានអ្នកលួចស្ដាប់ហ្នឹងគឺលោក Vandermeer នឹងឯងយកមកស្ដាប់គេនិយាយគ្នាហើយស្អែកឡើងក៏បានមកដល់ពេលនេះកាសែតបានចុះផ្សាយពីការរៀបការរបស់ពួកគេណាល្បីផ្សះផ្សាយពេញហ្នឹងហើយ Irie របស់យើងក៏មិនទុកចាំស្អែកដែរក៏សរសេរសម្បត្តិថាថ្ងៃស្អែកហ្នឹងឲ្យលោក Vandermeer មកជួបគ្រួសាររបស់នាងភ្លាមតែម្ដងហើយលោក Vandermeer ក៏និយាយថានាងមិនទុកឲ្យខ្ញុំដេកខ្លះទេគ្រាន់តែស្អែកឡើងភ្លាមឲ្យខ្ញុំមកជួបឪពុកម្ដាយរបស់នាងផ្លែតខ្ញុំមិនទាន់នឹងបានដេកផងប្រូមកជួបហើយទៅអាចឆាប់បានរៀបការហើយពួកយើងនឹងឆាប់ហើយនោះអីកំពុងតែនិយាយគ្នានោះឪពុករបស់អារីហើយនឹងកូនពៅក៏បានចេញមកសម្លក់ទៅកាន់លោក Vandermeer ណាដូចស៊ីសាច់ខុតឈាមអញ្ចឹងដោយសារតែកូនខ្លាហើយនឹងឪខ្លាម្នាក់នេះគឺមិនសូវពេញចិត្តជាមួយនឹងទូប្រុសយើងទេហើយម្ដាយអារីក៏និយាយថាសុំទោសផងដែលឲ្យរងចាំយូរលោកអញ្ជើញចូលមកក្នុងផ្ទះមកបន្ទាប់មកកូនពៅរបស់យើងក៏មកខាំងក៏និយាយថាខ្ញុំមិនឲ្យបងស្រីខ្ញុំរៀបការជាមួយនឹងលោកទេព្រោះថាលោកគឺជាមនុស្សអាក្រក់ខ្ញុំមិនចូលចិត្តលោកឡើយនៅពេលដែលឃើញកូនពៅនិយាយបែបហ្នឹងលោក Vandermeer ក៏ដើរទៅកាន់កូនពៅហើយក៏និយាយរបៀបថាគាត់ចង់និយាយបែបទន់ភ្លន់ទេក៏ប៉ុន្តែវាប្រែជាទឹកមុខកាយសាហាវដែលនិយាយថាឯងមិនអាចមកបំបីបំបាក់ពួកយើងបានឡើយគ្រាន់តែឃើញហើយកូនពៅរបស់យើងក៏ចាប់ដើមយំខ្លាំងតែម្ដងហើយគ្រាន់តែឃើញបែបហ្នឹងអ្នកនៅក្នុងផ្ទះអារីគឺសម្លឹងមើលកាន់លោក Vandermeer ហ្នឹងដូចមនុស្សចម្លែកធ្វើបាបក្មេងអញ្ចឹងហើយអារីក៏និយាយថាហើយអ្វីបានជាលោកនិយាយសម្លុតប្អូនរបស់ខ្ញុំធ្វើអីពួកគេក៏បានចូលទៅកាន់តុបាយញ៉ាំអាហារជាមួយគ្នាហើយពេលនោះឪពុករបស់អារីក៏បានសួរទៅកាន់លោក Vandermeer ថាតើលោក Vandermeer ហ្នឹងស្រឡាញ់កូនស្រីរបស់គាត់ហ្នឹងដោយសារអ្វីដែរហើយលោក Vandermeer ក៏និយាយថាដោយសារតើអ្នកនាងអារីមានអត្តចរិតល្អដូច្នេះហើយបានជាគាត់ណាស្រឡាញ់អ្នកនាងអារីព្រោះថាបើសិនជាពីរអ្នកគេតាក់តងគ្នាស្រឡាញ់គ្នាច្បាស់ជាស្រឡាញ់គ្នារហូតដល់ចាស់ជាមិនខានទេព្រោះអីពួកគេមើលទៅត្រូវគ្នាណាស់ហើយម្ដាយរបស់អារីក៏និយាយថាការរៀបការគឺមានទំនួលខុសត្រូវធ្ងន់ធ្ងរណាស់តើពួកគេបានរៀបចំនិងមានទំនួលខុសត្រូវក្នុងការរៀបការហើយនៅព្រោះអីម្ដាយរបស់អារីណាគឺមិនចង់ឲ្យពួកគេរៀបការហើយក៏លែងលះគ្នាទេគឺឲ្យចង់រៀបការហើយគឺស្រឡាញ់គ្នារហូតទៅហើយពីរអ្នកគេគ្រាន់តែឮថាស្រឡាញ់គ្នារហូតដល់ចាស់ទៅក៏គិតថាស្អីគេស្រឡាញ់គ្នាដល់ចាស់
ui còn ta kịch nữa nghe có chẳng chẳng có uột đai lục ơi mà nơi ruột nơi mà vậy nè á khinh phụ kê mình slide top bẹp nắng mà đai được bao ari con gì thế ta phụ kê nữa á ban tiếp xong khốn nông ca điệp ca nằng thay được với ban chi mình slide phụ kê cái slide top phim thế ở té phụ dương cũng bông ta slide hai ta nè mai cũng khăng mới để xả phụ dương yên hai mà đai ari bắt to này thế ari rồi bao phụ dương cứ chỉ lên vitamin mà nè hay cái đây sớm mai rồi bao nhiêu trong khai chỉ nè lên vitamin đặc khang nó không sả đó là vậy ta ari nó bắt to ca riêng vitamin bắt to tiết ca đượcอด ព្រោះថាដោយសារតែការរៀបការភាគច្រើនតាការហើយគឺខាងស្រីហ្នឹងគឺអត់អាចទៅធ្វើស្អីក្រៅពីនៅមើលប្តីរៀបចំផ្ទះយ៉ាងទៅអ្នកបំរើសុខសាន្តហ្មងអញ្ចឹងគាត់សួរថាពេលកូនគាត់ការទៅហ្នឹងនៅឲ្យកូនគាត់នៅរៀនវិទ្យាមន្តទៀតអត់ឬក៏យកកូនគាត់យកទៅបំរើហើយលោក Vanderman និយាយថាគាត់នឹងឲ្យអ្នកនាងអារីណាទៅរៀនវិទ្យាមន្តធម្មតាហើយនឹងឲ្យនាងគឺលឺថា freedomចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើគឺក៏អត់ខាត់ខាំងឲ្យនៅតែផ្ទះទេហើយនឹងថែរក្សាអារីហ្នឹងឲ្យបានល្អផងដែរពេលលឺឲ្យពួកគេក៏នាំគ្នាហើយពួកគេក៏សប្បាយចិត្តណាស់ដល់ពេលលឺចម្លើយបែបហ្នឹងហើយអារីរបស់យើងក៏និយាយថាវាត្រូវហើយព្រោះថាខ្ញុំចូលចិត្តរៀនវិទ្យាមន្តណាស់ហើយឪពុករបស់អារីហ្នឹងក៏គិតនឹងចិត្តថាខ្ញុំស្មានតែគ្មានអ្នកណាដែរនឹងស័ក្តិសមជាមួយនឹងកូនស្រីខ្ញុំហើយតើហើយកូនបើរបស់យើងហ្នឹងក៏ចាប់ដើមនិយាយដែរថាពេលនេះគឺខ្ញុំមានសំណួរមួយចង់សួរបងហើយលោក Vanderman ក៏និយាយថាឯងនិយាយមកសំណួររបស់ខ្ញុំនោះគឺតើបងគឺជាមនុស្សប្រភេទណាគ្រាន់តែលើហើយអារីរបស់យើងគឺគៀងតែម្ដងហើយនៅតុកបាយទាំងអស់គឺផ្ទុះសំណាយគ្រប់គ្នាតែអត់ហ៊ានសើចលើទេហើយកូនបើរបស់យើងណាក៏និយាយថាបងស្រីរបស់ខ្ញុំនិយាយថាគាត់គឺស្រឡាញ់មនុស្សប្រុសដែលផ្អែមល្ហែមចេះមើលថែគាត់ផ្ដល់តម្លៃឲ្យគាត់ហើយចោះបងឯងហ្នឹងគឺជាមនុស្សប្រុសបែបម៉េចខ្ញុំចង់ដឹងថាស័ក្តិសមនឹងបងស្រីរបស់ខ្ញុំអត់នេះហើយខ្ញុំសូមឲ្យបងមើលថែបងស្រីរបស់ខ្ញុំឲ្យល្អហើយផ្អែមល្ហែមផងដែរតែទឹកភ្នែកហូរមកតែខ្ញុំឯងគៀងពេលការសន្ទនាសម្ភាសកូនប្រសារួចរាល់ពួកគេក៏ត្រឡប់ទៅវិញហើយឪពុករបស់អារីរបស់យើងក៏និយាយថាសូមឲ្យលោក Vanderman ហ្នឹងមើលថែកូនស្រីរបស់គាត់ឲ្យបានល្អផងហើយក៏ចាប់ដៃទៅកាន់លោក Vanderman ទាំងកក់ក្ដៅគាត់ដឹងថាកូនស្រីរបស់គាត់គឺជាមនុស្សរពេរពូចហើយដូច្នេះហើយក៏សង្ឃឹមថាលោកនឹងក៏មិនប្រកាន់នឹងមើលថែនាងឲ្យបានល្អផងដែរហើយលោក Vanderman ក៏និយាយថាគាត់សន្យាថានឹងមើលថែនាងឲ្យនាងមានសុភមង្គលហើយសេចក្ដីរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងមានចាំតាមដានទស្សនាភាពបន្តនៅពេលដែលអារីរបស់យើងទៅជួបខាងប្រុសម្ដងថានឹងមានរឿងអ្វីកើតឡើងហើយកុំភ្លេចអ្នកដែលមកថ្មី Subscribe admin ហើយចុចសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីហើយអ្នកចាស់ៗ comment ម្នាក់មួយមក admin ចង់ឲ្យអ្នកទាំងអស់គ្នាចូល comment ហើយ admin នឹងអាន comment របស់អ្នកទាំងអស់គ្នា